រថយន្ត Jetour T1 PHEV មានបំពាក់មុខងារ Force Battery Servo Mode ដែលអនុញ្ញាតឲ្យម៉ាស៊ីនចំហាយក្នុងរថយន្តដំណើរការនិងសាកភ្លើងទៅឲ្យអាគុយហើយយើងប្រើប្រាស់មុខងារនេះដើម្បីរក្សាឬបន្ថែមកម្រិតថាមពលអាគុយនៅពេលបានដំណើរការមុខងារ Force Battery Servo Mode ម៉ាស៊ីនចំហាយក្នុងរថយន្តនឹងបំលែងថាមពលទៅជាថាមពលអគ្គិសនីហើយសាកទៅឲ្យអាគុយដល់កម្រិតដែលអ្នកបានកំណត់រួចឧទាហរណ៍ 50% ទៅ 70% ជាដើមនៅពេលកម្រិតថាមពលអាគុយឡើងដល់កម្រិតដែលអ្នកបានកំណត់នោះរថយន្តនឹងបដូរប្រើមុខងារ Hybrid Mode ឬ EV Mode វិញតែម្ដងផ្ទុយពីមុខងារ Smart Battery Servo Mode ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដើម្បីបើកបរនិងសន្សំចាយប្រេងមុខងារ Force Battery Servo Mode គឺប្រើប្រាស់ប្រេងដើម្បីរក្សាកម្រិតថាមពលអគ្គិសនីទុកសម្រាប់ប្រើនៅពេលក្រោយវិញអ្នកអាចប្រើប្រាស់មុខងារ Force Battery Servo Mode នៅពេលបើកបរនៅលើផ្លូវ Highway ឆ្ពោះទៅកាន់ទីប្រជុំជនដែលមមាញឹកខ្លាំងដូច្នេះអ្នកអាចប្រើមុខងារនេះមុនពេលទៅដល់គោលដៅដើម្បីសាកថាមពលឲ្យអាគុយសម្រាប់ប្រើនៅពេលក្រោយអ្នកក៏អាចប្រើប្រាស់មុខងារនេះមុនពេលអ្នកចូលទៅដល់ផ្លូវពិបាកឬ Off-road ដែលអ្នកនឹងត្រូវការកម្លាំងរមុលភ្លាមៗចេញពីម៉ូទ័រអគ្គិសនីខណៈមុខងារនេះនឹងជួយឲ្យថាមពលអាគុយរបស់អ្នកមានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់អ្នកក៏អាចប្រើប្រាស់មុខងារនេះនៅពេលអ្នកធ្វើដំណើរទៅកាន់ទីដាច់ស្រយាលដែលគ្មានស្ថានីយ៍សាកភ្លើងហើយអ្នកចង់រក្សាទុកថាមពលអាគុយឲ្យបានច្រើនសម្រាប់ប្រើប្រាស់ជាមួយនឹងមុខងារយកភ្លើងចេញពីរថយន្ត V2L ផងដែរសូមចូលទៅកាន់ម៉ឺនុយនៅលើអេក្រង់ផ្នែកកណ្ដាលរួចចុចយកម៉ឺនុយ Hybrid នោះអ្នកនឹងឃើញមុខងារ Force Battery Servo Mode នៅផ្នែកខាងក្រោមនិងខាងស្ដាំនៃអេក្រង់ផ្នែកកណ្ដាលតែម្ដង Jetour. Drive your future.